បាទថ្ងៃនេះសូមចែករំលែកកម្លាំង3យ៉ាងដែលมันអាចខ្វះបាននៅក្នុងដំណើរឆ្ពោះទៅមុខឬដំណើរឆ្ពោះទៅកាន់គោលដៅជីវិតអត់អាចខ្វះបានទេកម្លាំងទាំង3នេះគឺកម្លាំងទី1កម្លាំងកាយនេះកើតឡើងដោយការទទួលទានអាហារដែលប្រកបទៅដោយថាមពលជួយទ្រទ្រង់សុខភាពរាងកាយអញ្ចឹងកម្លាំងទី1កម្លាំងកាយកម្លាំងទី2គឺកម្លាំងចិត្តនេះសំខាន់ណាស់ព្រោះចិត្តជាប្រធាននៃរាងកាយអញ្ចឹងបើសិនជាចិត្តទន់ចិត្តមានជំងឺចិត្តមិនរឹងមាំចិត្តមិនតាំងមាំនៅក្នុងគោលដៅដែលចង់ទៅនោះទេគឺរាងកាយនេះប្រកាសជាមិនអាចប្រព្រឹត្តទៅបានទេអញ្ចឹងកម្លាំងចិត្តជាកម្លាំងសំខាន់ទី2កម្លាំងសំខាន់ទី3គឺកម្លាំងប្រាជ្ញាចំណេះជំនាញបទពិសោធន៍ក្រមសីលធម៌ភាពឆ្លៀសវៃគឺมันអាចខ្វះបានឡើយ